ពាក្យចាស់ពោលថាធ្វើស្រែឲ្យមើលឆ្មៅទុកដាក់កូនចៅឲ្យមើលផៅសន្តានអូខេពុកម៉ែបងប្អូនអញ្ចឹងពាក្យចាស់ពោលថាអញ្ចឹងណាអញ្ចឹងដូចយើងធ្វើផ្ទះអញ្ចឹងមិនថាធ្វើទឹកជួលមិនធ្វើផ្ទះរនៅឋានបងប្អូនទៅរកតាជាងដែលមានបច្ចេកទេសត្រឹមត្រូវច្បាស់លាស់មានបទពិសោធន៍រាប់ឆ្នាំហើយបងប្អូនមើលហើយនេះគឺកន្លែងទ្វារយើងចូលមកបន្ទប់យើងកម្ពស់ខ្ញុំវា1.8 ម៉ែត្រហើយអញ្ចឹងចូលមកទុក2ទឹកហើយបងប្អូនមើលជុំវិញបន្ទប់ជួលពី10បន្ទប់ធំទលាយណាបងប្អូនអូធំខ្ញុំមកដល់ពេលដែលធ្វើចិត្តហើយខ្ញុំនឹងរៀបញូម្ដងទៀតនៅពេលដែលវាយការ៉ូហើយបងប្អូនគិតគាត់រៀបឲ្យនៅតែចន្លោះនេះមួយទេគឺមិនពីបន្ទប់ចូលគ្នានេះអញ្ចឹងរៀបខណ្ឌដាច់ចលែកហើយជាងគាត់បានធ្វើតែមួយខែជាងនេះណាគាត់រៀបបន្ទប់ឲ្យអស់ហើយពី10បន្ទប់គឺនៅតែគាត់ថានឹងធ្វើឲ្យមុនចូលឆ្នាំបងប្អូនអញ្ចឹងយើងនឹងរីវញូថាគាត់នឹងអាចធ្វើឲ្យមុនចូលឆ្នាំបន្តិចបន្តួចអត់បងប្អូនអញ្ចឹងចាំមើលវីដេអូខ្ញុំបន្តទៀតឥឡូវយើងកុំនិយាយច្រើនមកមើលកន្លែងបន្ទប់ជួលគឺមានរោងចក្រស្រាប់យើងជួលហើយយើងមានកន្លែងការងារធ្វើបងប្អូនមកពីឆ្ងាយមកពីចំណាក់ជ្រកមកពីណាក៏ដោយឬក៏មកធ្វើការស្រុកគេបងប្អូនជួលបន្ទប់ជួលទៅអត់ខកបំណងទេហើយយើងអាចបើករកស៊ីបានខ្លួនឯងនៅចិត្តនឹងផ្លូវ41យើងនេះទេមានរោងចក្រហើយបងប្អូនមកនេះអាផ្លូវយើងមកពីស្លាមកពីនប់ស្លាបងប្អូនហើយយើងនេះមកពីផ្លូវ41យើងចូលមកឃើញបន្ទប់ជួលហើយបន្ទប់ជួលគឺមានច្រកកន្លែងផ្លូវកស៊ូក៏មានអាផ្លូវយើងចាស់នេះក៏មានដែរវត្តភេកបងប្អូនទល់មុខជាមួយវត្តបកកហើយបងប្អូនមកមើលកន្លែងនេះកន្លែងយើងផ្លូវយើងចូលកន្លែងម៉ូតូគឺធំទលាយណាស់អត់ទើសដៃទើសជើងអីទេទលាយធំចេះហ្មងម៉ូតូ2ជិះគ្នាក៏អត់បញ្ហាដែរបងប្អូនហើយនេះប្រព័ន្ធលូប្រព័ន្ធទឹកគឺប្រព័ន្ធទឹកភ្លៀងគឺយើងធ្វើឲ្យអស់ហើយរៀបចំស្អាតបាតណាស់បងប្អូនមិនអោយអ្នកជួលខកបំណងទេហើយនឹងប្រក់តវលបងប្អូនចាំមើលខ្ញុំនឹងរៀបញូបងប្អូនឲ្យបានឃើញដល់ទៀតហើយបងប្អូនជួលចោះបន្ទប់ធូរថ្លៃទេអាចតាក់ទងមកខ្ញុំបានហើយមកមើលធ្នឹមលើកន្លែងទ្វារគឺចាក់លង្ក្រាស់ហ្មងបងប្អូនគឺជាប់មាំល្អហ្មងធ្វើនេះធ្វើយូររាប់ឆ្នាំបងប្អូនហើយបងប្អូនចង់តាក់ទងបញ្ហាភ្លើងបញ្ហាម៉ាស៊ីនត្រជាក់លាងសម្អាតតាក់ទងមកខ្ញុំបានហើយផ្លាស់ប្ដូរទីតាំងក៏បានហើយបងប្អូនចង់ដាក់កាមេរ៉ាសុវត្ថិភាពក៏បានដែរបងប្អូនតាក់ទងមកខ្ញុំបានហើយបទពិសោធន៍របស់ខ្ញុំគឺខ្ញុំបានរៀនសូត្រត្រឹមត្រូវចេញពីសាលាបច្ចេកទេសត្រឹមត្រូវហើយខ្ញុំបានរៀនសូត្រឆ្លងកាត់រាប់ឆ្នាំមកហើយបងប្អូនណាហើយខ្ញុំបានធ្វើការក៏រាប់ឆ្នាំដែរយូរឆ្នាំដែរហើយនេះសាលាដែលខ្ញុំបានរៀនសូត្រពីភ្នំពេញចេញពីសាលាត្រឹមត្រូវច្បាស់លាស់ហើយបងប្អូនជឿជាក់ចោះមិនខកបំណងទេព្រោះអីយើងរកជាងដែលមានចេញពីសាលាត្រឹមត្រូវច្បាស់លាស់បានមានបច្ចេកទេសឥឡូវកុំរៀបរាប់ច្រើនបងប្អូនមកមើលទីតាំងគឺទីតាំងបន្ទប់ជួលគឺផ្លូវ41ជិះទៅតំណប់ស្លាយើងគ្រាន់តែមកជិះនោះឃើញបន្លែហ្នឹងមានរោងចក្រនៅភូមិបង្រនេះហើយបងប្អូនទៅតំណប់ស្លារោងចក្រនេះហើយផ្លូវកស៊ូបងប្អូនហើយនេះផ្លូវ241យើងចុះមកឃើញហើយយើងឃើញបន្ទប់ជួលនិងលោកចាប់ហួយនៅកន្លែងនេះឃើញបន្ទប់ជួលនេះ12បន្ទប់អូខេបងប្អូនសួស្តីពុកម៉ែបងប្អូនខ្ញុំមានសេវាកម្មដូចជាតម្លើងសញ្ជាក់លាងសញ្ជាក់តម្លើងភ្លើងជួសជុលប្រព័ន្ធភ្លើងតម្លើងកាមេរ៉ាសុវត្ថិភាពឆែកកាមេរ៉ាសុវត្ថិភាពផ្លាស់ប្ដូរទីតាំងពុកម៉ែបងប្អូនអាចចំណេះតំណងបាន Facebook ខ្ញុំអរគុណច្រើន